អ្វីដែលរិគុណចង់ផ្ដល់ឲ្យគឺតកតងទៅនឹងពាក្យមួយឃ្លាដែលគេនិយាយថាគុណភាពជីវិត the quality of life បានន័យថាគុណភាពជីវិតទាំងអស់គ្នាយល់ពាក្យថាគុណភាពទេគុណភាពវាខុសពីបរិមាណវាគ្រាន់តែជាចំនួនឧទាហរណ៍ថាសាលាយើងនេះមានសិស្សច្រើនណា 3000 នាក់ហ្នឹងហើយ 3000 នាក់វាជាអីអស់នេះជាអីជាបរិមាណជាចំនួនប៉ុន្តែបើសិស្ស 3000 នាក់ហ្នឹងណាជាសិស្សពូកែណាលេចធ្លោជាជាងសាលាគេរតីសេងអីចឹងទៅហ្នឹងហើយសិស្សល្អសិស្សពូកែចំណាត់ថ្នាក់នឹងអាចប្រកួតប្រជែងអីជាមួយនឹងសាលាផ្សេងអីហ្នឹងបានន័យថាម៉េចសិស្សហ្នឹងប្រកបទៅដោយគុណភាពអាស្រ័យដោយសាលាយកចិត្តទៅដាក់បង្ហាត់បង្រៀនហើយយើងទាំងអស់គ្នាជាអ្នកសិក្សាហ្នឹងក៏ខំប្រឹងប្រែងសិក្សារៀនសូត្រទៅយើងមានទាំងបរិមាណផងយើងមានទាំងគុណភាពផងណាហើយបើសិនណាបើយើងអ្វីដែលរិគុណចង់ផ្ដល់ឲ្យគឺតកតងទៅនឹងពាក្យមួយឃ្លាដែលគេនិយាយថាគុណភាពជីវិត the quality of life បានន័យថាគុណភាពជីវិតទាំងអស់គ្នាយល់ពាក្យថាគុណភាពទេគុណភាពវាខុសពីបរិមាណវាគ្រាន់តែជាចំនួនឧទាហរណ៍ថាសាលាយើងនេះមានសិស្សច្រើនណា 3000 នាក់ហ្នឹងហើយ 3000 នាក់វាជាអីអស់នេះជាអីជាបរិមាណជាចំនួនប៉ុន្តែបើសិស្ស 3000 នាក់ហ្នឹងណាជាសិស្សពូកែណាលេចធ្លោជាជាងសាលាគេរតីសេងអីចឹងទៅហ្នឹងហើយសិស្សល្អសិស្សពូកែចំណាត់ថ្នាក់នឹងអាចប្រកួតប្រជែងអីជាមួយនឹងសាលាផ្សេងអីហ្នឹងបានន័យថាម៉េចសិស្សហ្នឹងប្រកបទៅដោយគុណភាពអាស្រ័យដោយសាលាយកចិត្តទៅដាក់បង្ហាត់បង្រៀនហើយយើងទាំងអស់គ្នាជាអ្នកសិក្សាហ្នឹងក៏ខំប្រឹងប្រែងសិក្សារៀនសូត្រទៅយើងមានទាំងបរិមាណផងយើងមានទាំងគុណភាពផងណាហើយបើសិនណាបើយើងមករៀនទេស្លៀកពាក់ស្អាតជាឯកសណ្ឋានសិស្សអីទេសមរម្យប៉ុន្តែចំណេះដឹងដែលយើងទទួលបានពីសាលាមិនសូវបានល្អប្រសើរអាហ្នឹងគុណភាពទៅតាមនឹងដែរណាយើងចង់បានគុណភាពល្អទេអស់គ្នាហ្នឹងហើយដោយកូនអស់គ្នាទៅផ្សារទៅអីយើងទៅរត់តំណែងទៅរត់ទិញអីហ្នឹងចង់ទិញរបស់គេហៅរបស់អេតចាយឬរបស់ដែលអត់មានគុណភាពឬក៏ចង់មានរបស់គុណភាពចង់ទិញរបស់គុណភាពចង់ទិញរបស់ដែលមានគុណភាពរបស់ល្អយើងនិយាយថារបស់ល្អរបស់ដែលធន់អីចឹងប្រើបានយូរអញ្ចឹងណាហ្នឹងហើយយ៉ាងណាមិញជីវិតរបស់យើងអស់គ្នាណាក៏ត្រូវតែធ្វើឲ្យជាជីវិតដែលមានគុណភាពដែរដោយរបស់ដែលមានគុណភាពគេត្រូវការអស់គ្នាគេត្រូវការណាគេរកតែរបស់ណាដែលល្អមានគុណភាពហើយជីវិតរបស់យើងក៏ដូចគ្នាដែរណាព្រោះយើងអស់គ្នានេះកូនមិនមែននៅត្រឹមពីប៉ុណ្ណឹងអត់ធ្វើអីទៅទៀតទេយើងត្រូវមានអនាគតវែងឆ្ងាយណាហើយយើងរស់នៅរាល់ថ្ងៃក៏មិនមែនត្រូវតែពឹងលោកឪពុកអ្នកម្ដាយចិញ្ចឹមយើងរហូតដល់យើងស្លាប់ទៅវិញទេមិនអញ្ចឹងណាហើយយើងរាល់ថ្ងៃយើងអាចចិញ្ចឹមជីវិតខ្លួនឯងបាននៅឬក៏ពឹងលោកឪពុកអ្នកម្ដាយទាំងស្រុងឯងកូនអស់គ្នានៅពឹងលោកឪពុកអ្នកម្ដាយទេប៉ុន្តែយើងសួរថាតើយើងត្រូវពឹងគាត់រហូតមួយជីវិតឬក៏យ៉ាងម៉េចអត់ទេត្រូវរៀនរស់ដោយខ្លួនឯងមិនអញ្ចឹងរៀនរស់ដោយខ្លួនឯងត្រូវប្រឈមនឹងបញ្ហាជីវិតខ្លួនឯងត្រូវដោះស្រាយឧបសគ្គនៃជីវិតដោយខ្លួនឯងណាគឺថាត្រូវរៀនរស់ខ្លួនឯងហើយដល់យើងមានលទ្ធភាពទៅយើងអាចមកចិញ្ចឹមលោកឪពុកអ្នកម្ដាយរបស់យើងដែលជាអ្នកមានគុណហ្នឹងហើយអញ្ចឹងគឺថាជីវិតយើងនេះយើងត្រូវដុសខាត់ពីក្មេងវ័យអីទៅណាអញ្ចឹងបានកូនអស់គ្នាត្រូវមានទឹកចិត្តណាយល់ដឹងអំពីបញ្ហាជីវិតរបស់យើងការរស់នៅរបស់យើងឲ្យណាស់ណាហើយស្វែងរកនៅទីពឹងសម្រាប់ជីវិតយើងនោះហើយទីពឹងដែលប្រសើរបំផុតអត់មានអ្វីក្រៅពីអីកូនអស់គ្នាក្រៅពីចំណេះវិជ្ជាចំណេះដឹងនេះទេណាហ្នឹងហើយនឹងសេចក្តីល្អនេះទេចំណេះវិជ្ជានិងសេចក្តីល្អហ្នឹងគឺថាជាទីពឹងជីវិតរបស់យើងគ្រប់គ្នាណាហ្នឹងហើយរាល់ថ្ងៃនេះកូនយើងរស់នៅក្នុងសម័យនេះសម័យកាន់តែទំនើបទៅហើយយើងរាល់ថ្ងៃនេះយើងមិនអាចចេះតែដើរទុយមួយបានទេណាអស់គ្នាហើយរិគុណចេះតែបារម្ភភ័យព្រួយហើយអាត្មាគិតថាថ្នាក់ដឹកនាំសាលា
គ្រប់រូបក៏លោកបារម្ភគិតគូរភ័យព្រួយហើយអាណាព្យាបាលណាលោកពុកអ្នកម្ដាយម៉ាក់ប៉ារបស់យើងក៏បារម្ភភ័យព្រួយដែរភ័យព្រួយអីភ័យព្រួយពីអនាគតរបស់យើងទាំងអស់គ្នានេះណាអញ្ចឹងគឺរឿងដែលសំខាន់គឺកូនប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ងាកមកវិញណាងាកមកវិញដែលគុណចង់ឲ្យយើងទាំងអស់គ្នាដើម្បីឲ្យមានគុណភាពជីវិតណាគុណភាពជីវិតត្រូវមានធម៌3តាមពិតធម៌ហ្នឹងគឺនៅក្នុងជីវិតរបស់យើងណាដែលយើងធ្វើល្អយើងវាចាអំពើអាក្រក់អីហ្នឹងបានន័យថាយើងមានធម៌ណាយើងមានធម៌ក្នុងជីវិតរបស់យើងណាអញ្ចឹងយើងកុំឲ្យខ្លាចធម៌ណាត្រូវមានធម៌ទាំងអស់គ្នាណាដែលយើងនិយាយសាមញ្ញថានិយាយសាមញ្ញថាម៉េចអស់គ្នាត្រូវមានសិលធម៌ណាត្រូវមានសុជីវធម៌ត្រូវមានគុណធម៌នេះដោយសាលារបស់យើងអីមានបាវចនាប្រចាំសាលារបស់យើងណាអញ្ចឹងគឺថាធម៌នោះគឺសម្រាប់ជីវិតរបស់យើងណាសំខាន់អញ្ចឹងធម៌3ធម៌ទី1គេហៅថាដើម្បីឲ្យមានគុណភាពជីវិតនោះត្រូវមានទី1គឺសច្ចៈអស់នេះស្រាប់បានទេសច្ចៈបានន័យថាម៉េចសច្ចៈហ៎សច្ចៈគឺភាពទៀងត្រង់ណាសច្ចៈហ្នឹងគឺបានន័យថាស្មោះត្រង់ទៀងត្រង់ណាអត់កុហកវាចវេអីទេសច្ចៈហ្នឹងពិតប្រកបពាក្យថាសច្ចៈទី2គឺខន្តីសេចក្តីអត់ធន់ហើយទី3គឺកតញ្ញូបានន័យថាម៉េចអស់នេះដឹងអីកតញ្ញូការដឹងគុណណាដឹងគុណអ្នកដ៏មានគុណមេត្តាបិតាអីហ្នឹងអញ្ចឹងធម៌3នេះសំខាន់ណាស់សម្រាប់ជីវិតប្រុសស្រីយើងទាំងអស់គ្នាណាដើម្បីឲ្យមានសេរីសួស្តីដើម្បីជាជីវិតដែលមានគុណភាពល្អដែលវាធន់នឹងរឿងរ៉ាវបញ្ហាគ្រប់បែបយ៉ាងដែលយើងរស់រានមានជីវិតត្រូវជួបបញ្ហាឧបសគ្គនានាអីហ្នឹងគឺត្រូវមានធម៌3នេះសំខាន់ណាស់ហើយដោយធម៌ទី1ណាភាពទៀងត្រង់នេះសំខាន់ណាស់សច្ចៈហ្នឹងមនុស្សយើងមានតម្លៃគេស្រឡាញ់គេចូលចិត្តគេរាប់អានគឺត្រង់ដែលយើងមានទឹកចិត្តស្មោះត្រង់ណាអត់វាចវេយើងចូលចិត្តមនុស្សដែលវាចវេទេមនុស្សដែលបោកប្រាស់យើងធ្លាប់យើងចូលចិត្តទេហ្នឹងហើយយើងអត់ទៅចូលចិត្តមនុស្សដែលវាចវេនិយាយបាត់ដៃក្នុងដៃកលិចអីទេណាយើងអត់ចូលចិត្តទេយើងមិនចូលចិត្តអ្នករតីហើយបើសិនណាបើយើងមានទង្វើទាំងអស់នឹងដែរយើងជាមនុស្សដែលអត់មានសច្ចៈក្នុងខ្លួនជាមនុស្សដែលមិនស្មោះត្រង់មនុស្សដែលវាចវេណាមនុស្សបាត់ដៃក្នុងដៃអានឹងមិនដែរគេចូលចិត្តយើងឯងអស់នេះគេអត់ចូលចិត្តយើងទេគេអត់ចង់រាប់អានយើងទេឃើញទេអញ្ចឹងយើងក៏បីគេហៅថាអត្តាnăngឧបមាកត្វាណាពាក្យហ្នឹងគឺបានន័យថាក៏បីយកខ្លួនជាឧបមាដល់បានហ្នឹងអស់នេះយកខ្លួនជាឧបមានេះសំខាន់ណាពាក្យមួយម៉ាត់ដែរពាក្យហ្នឹងគឺជាពុទ្ធឱវាទដីការបស់ព្រះសម្មាសម្ពុទ្ធដែរគឺថាអត្តាnăngឧបមាកត្វាក៏បីយកខ្លួនជាឧបមាយកខ្លួនជាឧបមាយ៉ាងម៉េចយើងអត់ដែលទៅចូលចិត្តមនុស្សអាក្រក់ទេណាមនុស្សវាចវេទេមនុស្សមិនស្មោះត្រង់ទេណាយើងអត់ចូលចិត្តហ្នឹងហើយអ្នកដតីឃើញទេយើងអត់ចូលចិត្តរបៀបអញ្ចឹងអ្នកដតីក៏គេមិនចូលចិត្តដូចគ្នាអាត្រង់ដែលមានខ្លួនឯងជាឧបមាមុននឹងធ្វើអីហ្នឹងណាល្អហ៎ន័យថាយើងមានស្មារតីចនិចមុននឹងធ្វើអីហ្នឹងគឺយើងសួរចិត្តខ្លួនឯងសិនណាពាក្យខ្មែរថាសួរចិត្តខ្លួនឯងថាយើងធ្វើអញ្ចឹងទៅមិនដែរណាហ្នឹងហើយយើងនិយាយអញ្ចឹងទៅមិនដែរណាប៉ះពៀអ្នកដតីហើយបើពាក្យហ្នឹងយើងនិយាយពាក្យហ្នឹងណាបើអ្នកដតីនិយាយមកយើងសប្បាយចិត្តអត់ណាសប្បាយចិត្តអត់បើយើងមិនសប្បាយចិត្តយើងអត់និយាយទេអានេះយើងចេះថ្លឹងចិត្តខ្លួនឯងអញ្ចឹងណាកូនអស់នេះហ្នឹងហើយអញ្ចឹងរឿងសំខាន់ណាស់ដែលមានសច្ចៈក្នុងខ្លួនទៀងត្រង់ស្មោះត្រង់ហ្នឹងហើយពាក្យថាស្មោះត្រង់ទៀងត្រង់នេះស្មើនឹងពាក្យថាពិតសច្ចៈហ្នឹងណាពិតហ្នឹងគឺថាអត់អីពិតហ្នឹងគឺអត់ខ្លែងខ្លាយអត់កលៃស្រាប់តើហ្នឹងអស់នេះអត់កលៃអត់ខ្លែងខ្លាយទេហើយរាល់ថ្ងៃនេះរឿងសច្ចៈក្នុងជីវិតរបស់យើងអត់សូវមានណាកូនអស់គ្នាណាអត់សូវមានទេជាពិសេសកូនពេលខ្លះហ្នឹងគឺគេថាវាសំដែងយល់ពាក្យសំដែងហ៎សំដែងធ្វើអីនោះវាអត់ពិតវាអត់សច្ចៈពេលខ្លះគ្រាន់តែសំដែងទាំងវើខ្លះវាអត់ចេញពីចិត្តណាអញ្ចឹងដូចមានពាក្យណាថាសំទោសអីតែថាធ្វើខុសអ្នកខ្លះអាគ្នាខុសហើយអ្នកសំទោសដល់អ្នកដែលឲ្យសំទោសថាសំទោសអីសំទោសអត់ចេញពីចិត្តយល់ទេសំទោសអត់ចេញពីចិត្តចង់ឲ្យគ្នានឹងសំទោសឲ្យចេញពីចិត្តផង
មិនតែសុំទោសតែមាត់ឲ្យលឺប៉ុណ្ណឹងឯងចឹងនោះយើងរាល់ថ្ងៃឲ្យមានសច្ចភាពភាពដែលពិតប្រាកដមែនតែនទៅរាល់សកម្មភាពការងាររបស់យើងវាអត់សូវមានណាចឹងបាននិគុណរំលឹកយើងថាតម្លៃជីវិតគឺត្រង់ដែលយើងមានសភាពស្មោះត្រង់ទៀងត្រង់ពិតប្រាកដធ្វើអីឲ្យច្បាស់លាស់ថ្ងៃមុននិគុណទៅអប់រំនៅខាងសាលានៅខាងបាត់ដំបងនោះទេពលនិគុណនៅខាងបាត់ដំបងការងារដូចច្រើនបាត់ដំបងអប់រំពេញខ្លះទេមានកូននឹងខូចក្នុងថ្នាក់រៀនគេថាទង្វើហ្នឹងវាអត់ត្រូវនឹងរឿងពិតណាអត់មានសច្ចភាពណាលោកគ្រូអាហ្នឹងគាត់និយាយខ្លួនឯងទេគុណយកមកនិយាយសារឡើងវិញឯងคลิปហ្នឹងប្រហែលជាកូនខ្លះដែលតាមដាន page គុណដែលអប់រំឃើញកូនហ្នឹងឡើងនិយាយទេឡើងនិយាយថាមានសិស្សម្នាក់ហ្នឹងក្នុងថ្នាក់រៀនណាគ្រូកំពុងតែកត់មេរៀនកំពុងតែកត់ចឹងទៅតែដែលគ្រូងាកមកឃើញសិស្សម្នាក់ហ្នឹងដៃកាន់ទូរស័ព្ទទៅហើយចុចអត់មានកត់មេរៀនទេដល់ពេលគ្រូសួរថាកូនឯងកំពុងធ្វើអីនោះដឹងសិស្សឆ្លើយតែម៉េចអីហើយថាបាទអ្នកគ្រូខ្ញុំកំពុងតែឆ្លើយតបសារម៉ាក់ទេផ្ញើសារសួរការងារហ្នឹងហើយកំពុងតែតបសារម៉ាក់ដែលគាត់ផ្ញើសារមកអញ្ចឹងគាត់តបអញ្ចឹងវាសំណំដែរណាយកម៉ែមកជាគ្រឿងអាងប៉ុន្តែពិតមិនតបសារម៉ែណាតបសារណាគេតាមពិតនឹងរឿងកូនហ្នឹងណាតាមពិតមិនមែនតបសារម៉ាក់អីមកផ្ញើសារមកទេគឺតបអីតបសាររបស់ហ្នឹងហើយគេសង្សារអីគេណានោះហ្នឹងហើយបើអត់តបសារខ្លាចគេប្លុកចោលមានទេអស់នេះមានខ្លាចគេប្លុកចោលទេកូនអើយវ័យនេះវ័យអីកូនអស់នេះវ័យអីអស់នេះវ័យរៀនវ័យសិក្សាវ័យស្វែងរកចំណេះដឹងរឿងស្នេហាស្រីប្រុសទុកមួយច្បាស់នៅណាកុហកលោកគ្រូខ្លះណាកុំកុហកតែកុហកអត់មានចំណុចទី1ទេសច្ចៈឯងហ្នឹងហើយតែសច្ចៈវាអស់ខ្វះសច្ចៈហ្នឹងគឺអស់តម្លៃហ่ะអញ្ចឹងរៀនធ្វើអីក៏ដោយគឺថាឲ្យរៀនពិតណាកូនណាកុំឲ្យឆ្លាតបែបកុហកបោកប្រាស់អីចឹងអត់ល្អប្រពៃទេវាបានទៅជាទម្លាប់ខិលខូចណាចរិតរឹកពីអត់ល្អប្រពៃធ្វើអីគឺថាឲ្យវាពិតណាប្រកបដោយសច្ចភាពបើថាមករៀនយើងដឹងតែរៀនណារៀនដឹងរៀនស្ដាប់ដឹងស្ដាប់ធ្វើអីគឺថាធ្វើចេញពីចិត្តដោយពិតប្រកបណាស្ដាប់តន់អស់នេះស្ដាប់តន់ទេហ្នឹងគឺថាត្រូវស្មោះត្រង់អញ្ចឹងស្មោះត្រង់នឹងសកម្មភាពរបស់យើងច្បាស់លាស់ហើយមួយទៀតដែលគុណចង់ឲ្យយើងអស់គ្នាមានសច្ចភាពស្មោះត្រង់មួយចំណុចគឺសំខាន់ណាស់មួយចំណុចទៀតគឺស្មោះត្រង់នឹងខ្លួនឯងស្ដាប់តន់ទេស្មោះត្រង់នឹងអីមិញលោកគុណថាម៉េចស្មោះត្រង់នឹងខ្លួនឯងដល់ពេលថាស្មោះត្រង់នឹងខ្លួនឯងកូនអស់គ្នាសាកពិចារណាតិចព្រោះវ័យប៉ុណ្ណឹងអាចពិចារណាអីយល់ហើយនឹងខ្លួនឯងយើងសួរថាតើខ្លួនយើងជានរណាមិនធ្លាប់សួរសំណួរហ្នឹងឯងកូនអស់គ្នាខ្លួនយើងជានរណាពេលដែលយើងសួរថាខ្លួនយើងជានរណាមួយម៉ាត់ប៉ុណ្ណឹងណាយើងនឹងមានចម្លើយច្រើនណាស់ឧទាហរណ៍ក្នុងគណៈនេះខ្លួនយើងជានរណាយើងជាសិស្សណាក្នុងគណៈនេះណាយើងជានរណាយើងជាសិស្សណាជាសិស្សានុសិស្សពេលសំណួរនឹងសួរថាយើងជានរណានៅចំពោះម៉ាក់ប៉ារបស់យើងជានរណាយើងជាកូនប្រុសណាយើងជាកូនប្រុសស្រីនៅក្នុងសង្គមយើងសួរថាយើងជានរណាយើងជាប្រជាពលរដ្ឋអីជាប្រជាពលរដ្ឋខ្មែរដើម្បីបានណាហ្នឹងហើយអញ្ចឹងនេះសំខាន់ណាស់ដែលយើងត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯងគឺថាយើងត្រូវយល់អំពីខ្លួនឯងឲ្យបានច្បាស់អស់នេះពាក្យមួយម៉ាត់ know oneself know the world ស្គាល់មើលប្រែមើលស្គាល់ខ្លួនឯងគឺយើងស្គាល់ពិភពលោកហ្នឹងហើយ
ស្គាល់ពិភពលោក know the world ស្គាល់ពិភពលោកហ่ะចឹងបើយើងអត់ស្គាល់ខ្លួនឯងមិនបាច់ចង់ទៅស្គាល់ពិភពលោកមិនអីទេសំខាន់គឺថា know oneself ហ្នឹងហើយស្គាល់ខ្លួនឯងជានរណាណាកូនអរគ្នាដែលយើងស្មោះត្រង់នឹងខ្លួនឯងស្គាល់ខ្លួនឯងឲ្យច្បាស់ណាយើងពាក្យមួយម៉ាត់នេះគឺថាយើងជាសាសអីណាយើងជាខ្មែរណាកូនអរគ្នាណាសំខាន់ណាស់តម្លៃមនសិការជាតិណាសំខាន់មែនទែនដែលយើងត្រូវបណ្ដុះនៅក្នុងដួងហឫទ័យសន្តានចិត្តរបស់កូនទាំងអស់គ្នាតាំងពីក្មេងវ័យរៀនសូត្រនេះយើងទៅកាន់បិចណាកាន់សភៅមកសាលាអីត្រូវដឹងថាអញជាខ្មែរខ្លួនយើងជាខ្មែរដូច្នេះមានទំនួលខុសត្រូវធំធេងណាមានបន្ទុកត្រូវជួយដល់សង្គមខ្មែរនឹងខ្លាំងណាហើយយើងក៏ជាចំណែកមួយនៃការធ្វើឲ្យប្រទេសរបស់យើងណាវប្បធម៌របស់យើងអរិយធម៌របស់យើងអ្វីគ្រប់បែបយ៉ាងទាំងទឹកទាំងដីនៃប្រទេសកម្ពុជារបស់យើងហ្នឹងគឺយើងជាចំណែកមួយដែលចូលរួមថែរក្សាអភិរក្សឲ្យបានល្អគឺថាតលតែយើងមានមនសិការជាខ្មែរណាជាខ្មែរខ្លួនឯងណាអាហ្នឹងបានយើងប្រឹងហើយបើយើងអត់ស្គាល់ខ្លួនឯងចំអញសាសអីសាសគេបន្តិចទៅសាសនរណាអីបន្តិចទៅអញ្ចឹងតម្លៃនៃមោទនភាពខ្លួនឯងវាអត់សូវមានណាកូនអរគ្នាអត់សូវមានទេព្រោះយើងអត់ដឹងខ្លួនឯងអត់ដឹងប្រភពខ្លួនឯងអត់ដឹងអំពីជាតិសាសខ្លួនឯងជានរណាហ្នឹងណាអញ្ចឹងយើងអស់គ្នាអត់មានសាសអីទេទោះជាសាសផ្សេងកាត់សាសប្រហែលសាសក្តីប៉ុន្តែកើតលើទឹកដីខ្មែរណាគឺយើងខ្មែរហើយអញ្ចឹងខ្មែរយើងត្រូវយល់ដឹងអំពីប្រពៃណីវប្បធម៌របស់យើងស្អីខ្លះណាដែលបញ្ជាក់អំពីសារជាតិរបស់យើងណាពូជសាសរបស់យើងគ្រាន់តែជាខ្មែរមួយម៉ាត់យើងត្រូវមានអីអស់គ្នាត្រូវមានអីទី1មានទឹកដីហ្នឹងហើយណាមានទឹកដីខ្មែរប្រទេសខ្មែរហ្នឹងហើយយើងត្រូវមានទឹកមានដីអត់មានទឹកដីប្រទេសខ្មែរទៅយើងនឹងរស់ឯណាទេអញ្ចឹងយើងត្រូវបណ្ដោះទឹកចិត្តស្រឡាញ់ទឹកដីយើងពូជសាសយើងហើយពូជសាសយើងវាមានអីដែលធ្វើឲ្យរុងរឿងណាប្រកបដោយមោទនភាពយើងមានភាសាឆ្លើយមើលភាសាយើងមានភាសាខ្មែរណាអរគ្នាក៏មានមោទនភាពនឹងភាសាបរទេសខ្លាំងពេកដល់មានភាសាមោទនភាពទៅនឹងអញពូកែអង់គ្លេសនិយាយគឺតង់អង់គ្លេសណាណីហ្មង American accent ច្បាស់ហ្មងហ្នឹងមិនមែននិយាយថាដើម្បីឲ្យកូនថាដូចថាមិនទេប៉ុន្តែគ្រាន់ថាយើងចេះប៉ុន្តែយើងចេះក្នុងន័យថាយើងដើម្បីបង្កើននៅសមត្ថភាពរបស់យើងប៉ុន្តែអាឈាមជួរយើងទឹកចិត្តយើងគឺត្រូវតែឲ្យតម្លៃទៅលើពូជសាសន៍យើងភាសាយើងណាយើងអង់គ្លេសពូកែក៏ល្អមែនទែនហើយប៉ុន្តែត្រូវតែច្បាស់លាស់ភាសាយើងដែរបរិគុណតែងតែរំលឹកដល់យើងអស់គ្នាណាហេតុអីព្រោះអនាគតទៅព្រោះយើងសិតតែគេហៅអីអស់គ្នាយើងជាអីយើងជាតំពាំងយុវជនប្រុសស្រីស្នងជាតិហ្នឹងហើយអញ្ចឹងយើងដែលជាអ្នកត្រូវស្នងពូជពងវង្សត្រកូលជាតិសាសន៍យើងណាយើងត្រូវមានភារកិច្ចសម្បើមបន្ទុកធ្ងន់ធ្ងរហ្នឹងហើយអញ្ចឹងគឺថាយើងត្រូវយល់ដឹងអំពីអត្តសញ្ញាណខ្លួនឯងស្មោះត្រង់នឹងជាតិសាសន៍ខ្លួនឯងណាក្នុងនោះមានភាសាមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់អីហ្នឹងហើយដូចភាសានេះគុណតែរំលឹកគ្នាយើងពោះពេលខ្លះកូនអស់គ្នាសរសេរខ្មែរសរសេរអត់ត្រូវកូនអស់គ្នាសរសេរខ្មែរបានត្រឹមត្រូវល្អទេហើយធ្លាប់ផ្ញើសារអីគេហៅថាឡាតាំងសំនៀងខ្មែរមានទេឥឡូវបើមានទីគុណសួរអាស្អីគេអា B O N អីគេណាអីគេ B មួយB S O ច្រឡំគេសេគេសេ B ហើយដកឃ្លាគេសេ S ហើយ O B S O នោះថាបងស្រឡាញ់អូន
cái đó miết bọt bị sọt pin rồi nó bọt bị sọt pin rồi cái đó chạy xả lớn BSO bong sờ lạnh ồn ấy da mẹ con class lại nó đi con ơi ba mình sẽ xây chăng xây chăng kia sờ lạnh nhỉ tờ xây bẹp steel vậy nà nó hôi giờ xây chăng ấy bạn khi chập rom hay khi sờ lạnh ấy nà chẳng phải con thà cha sờ may môn mày Âu Dương hả mày Âu Dương đã miền Dương màu đó còn sờ lạnh kia bàn đó còn tàu riêng xây chăng nó cần mấy tàu xây chăng xây nè còn ố biệt rồi bà con năng ngày bệnh dây sát trên chạy dây thằng mày về chúa bà hiện dây toàn I love you vua ai nè đấy còn lão chúa đó số I love you rồi đó I love you page về xa anh nhỉ vua ai nè này bạn là cha bảo ông nó đấy cha miền hà tha cà tút người ta đào tao chuột bài cái tao mơ tao sầm ra bọc hà nâng của ai coi còn đã nào nâng bịa cái lẹp khái á nè dần tới cái do lạt này ấy chẳng nghiệm một vinh nè chừng ngọc nè tao đầm lại từ lờ ở vây đại triệt tại nhà triệt dương miệt phía xa và thua hay thua hay phía xa nâng chừng xe ban trầm trâu công đời con lực mình phía tha là tăng sầm niên khai ấy nó cứ chúng ta cứ dương nó anh đời dương chỉ con khai dương miền phía cách ná trâu áp phía rẽ trâu theo là xa trâu oi đầm lấy cứ ta dương trâu xe ban trầm trâu ná việc khai dương công cho chất là tăng sầm niên khai xe so cắt ấy chiều xe tam đại sụp cung ấy á là tam đại sụp cung và xe có xe trầm trâu tới xe pin tới xe cái an ban tu tới rồi ông lấy ấy có ban hay tới nì ấy nó chẳng bạch từ xe bẹp sầm niên khai vô so kê mò xe ấy đây nè là ngày chẳng về nom ơi miền on đập hiệp hạ thà on đập hiệp phía xa bỏ dương chẳng dương từ miền tất chặt mà nè sẽ ca xe phía xa dương ở ban trầm trâu tam akara virus ấy anh chẳng hay ca xe so khai tiết nó còn xe nó xe ở trầm trâu đôi bịa nhom ấy miền na xe class xe nhom lược đẩy miền nè xe nhom ấy bà xe nhóm con chọc xe ta na là ngày xe ấy con xe mấy nè khỏi chỉ nhớ đã xóm tới nhóm năng ấy nhóm tới là ngày đọc bên này khác ở xe khmái tới xe on lên NHOM chẳng tới nhóm tới nè nó dừng thì dây ban tới nhóm ấy bàn tay ở trầm trâu tam akara virus chân xe trầm trâu từ cũng oi về kho nè nè chẳng dừng oi đầm lay triệt sạc luôn ai squall luôn anh dạng vậy dê chẳng dừng trâu miền tất chật mà nè sẽ ca bị khmênh vây này từ nè nè năng ở miền sạch chặt hiệp smart trăng năng tổng vơ bọc luôn anh smart trăng nâng triệt sạc luôn anh smart trăng nâng tạ sinh nhan triệt luôn anh được ca châuរួមtheo để xa của pi ni tổng niệm tổng lọc bài bàn lọ và xa nằm một tuần đi thì pi cứ khánh tay sạch đấy ọt thon nè ọt thon đấy cứ lọ dương ọt cha ta tam hà thà tam ở róm nó dương đòi chân rồi ngay từ tam mà róm sau miền ẩm nọt ọt thon khăn tay ấyประมาณ tê năng ngày chẳng này đi con xa con nè để thà ai coi sạp bán đấy trom ấy trom ấy nè năng ngày miền khăn tay ấy anh coi bán đấy nè bỏ ọt khăn tay và hay giờ mình ai trom tro ấy bán là màu ấy tớ bán đây nè đôi ta con trâu trong chạy môi kia nghĩa phê nghĩa đam ấy trong chạy kia còn thế hàm chặt luôn anh thế công chạy kia công để dây và bạch và đặt kia nước trong đây dương hàm chặt ban năng ấy ban đây thầm ấy dương miếng khăn tây thì đây ọt trom ọt thon đấy o và pây khăn tây đôi năm lép chia phải chăm rồi chiết vinh chào làm bạ trom nát lột đòn phal cát rồi chiết vinh chào miền côn cọp hòn nè miền côn cọp hòn bạn này tham ích bạn này tha cana từ dương miền ẩm nọt ọt thuần to su bổ pía chùm nét nó ốp sạ trong chỉ vậtរបស់យើងវាល្វីងមែនណាវាលំបាកមែនវាហត់នឿយមែនប៉ុន្តែលទ្ធផលយ៉ាងម៉េច
nè đây con ác nia lực ru nè cru ấy tụm rom đang bàn mà bập pan đang dương cho nát nát riêng tăng với nát ti môi ti pi ti bay đó nát ti man dương anh nhé nát ti buồn nát ti đọc hay chọc bập pan đang té rồi tụm mộc tiết tụm mộc nàn đây tiết đây nè hay bây giờ ọt to su nè ọt miền khăn tây ẩm nọt ọt thon thế mình ai chiên đó trong này nên từng ọt đấy nè chẳng dương ọt này trâu mơ là khơi ẩm pi lát tập phò nè ẩm pi lát tập phò này cá prang prai rồi bao dương cá to su rồi bao dương cá bốc pi rồi bao dương này chẳng bạn hạt trâu dương miền khăn tây nó sầm khăn đó nè cá ọt trom ọt thon tận năng ốp sạ nia panh ha chiều sáng này côn ọt này morian sốt ấy nè ẩm pi bao dương ẩm pi chi vật hiệp ấy mình đôi kia tê nè này con khai ấy tới miền chỉ phiệp cua xa ban lọ phải xa phục mà đai tận nục rong sập bẹp vàng ấy chẳng tới hay con lá cứ to su prang prang luôn anh là thẹn con phong morian ấy nâng là ăn miền tận con tiết prang morian nhé prang morian hay ốp co sắc xa xong phải sắc xa cầm sâu sầm bô bàn tay prang riêng to su để cao đây thì con ấy này xong ấy men tên tới ra là con là nè là bà làm bần cây cỏ àสมัยที่คนเรียนอัดเมียนนักกิจนีเมียนเพลิงไอ้โดยยังสมัยเลยเมียนสอบแบบประกาศต่างไอเตนะไอ้สาวเชียวไอ้เมียนต่างรอไงเนี่ยปัจจุบันสมัยม้วนเนี่ยครูไอ้ซัวมาก่อนเมียนไอ้อัดเมียนนี่อัดเมียนไอ้เตอร์คอมพิวเตอร์ไอแพดตัวซับไอ้สมาร์ทโฟนไอ้สาวเชียวตามกุดโกลตามไอ้แกเราดอลลาร์เขาไอ้ดิฟซิกดอลชาร์ต GDP ไอ้อะไรเราเนี่ย AI ไอ้อะไรnè hay giờ mày muốn riêng ấy riêng đây thì con ấy riêng đem phơi thúp à này có thúp bé nè thúp cái do tao bố chia pre ai đọt nấu vật nấu ai chẳng nè bàn tay thầm rạp để con nấu tam vật do thúp nâng ánh đọt tới riêng tình nè về dục lăng tình mê riêng ai tình thôn tình ấy do phơi thúp nâng của vi máu riêng từ nên chẳng dây pika to su ọt thuần prang prai nhé nè chẳng nghiệm mọi con ọt như thà dương rồi ngày đi cứ thà bô bô pi hơi ốp co sắc xa vay miền sọc rụp bè pika to hơi chẳng prang prai như riêng sốt là ngày về ba ta chẳng nói muối thế cứ chill bờ của vật của vay nhạc chill chào nó cứ thà một càng ọt nè mà lấy muối từ ọt nè chẳng thua khăn tay này sầm khăn na con ọt nè nè trom to su bô pi ốp sạ nè nè từ thua chỉ vật bao nhiêu bàn lọ và sao ăn một tuần đi nè nếu cho nói tí pi cho nói tí bấy ai kế cà ta nhu nè cà ta nhu ban đây tham mấy ngon nhé cà đằng con dương trâu đằng con là na khla là na đem biên con vào lời dương khăng phốt năng lúc ở bốc ném đai rồi bao dương nè lúc bốc ném đai rồi bao dương tí pi là na kì lúc cru nè cru tí bay na cái nên con lời dương tí bay na cái nè nè lâu tí bay thì con prap tới thà cứ chiết dương sát na dương nè chiết sát na chiết nó cứ sầm đào đào vật tê bao dương nè chiết dương nó cứ miền con mà lời dương bao dương rót nó lớn tật đầy khmai chiết khmai nè cứ cho nè miền con mà lời dương nè đó là vay sọc rụp bè bạc ca mà ở dương nó cứ tha sai năng chiết camera nè ngay chẳng dương ở kia nè trâu miền thua cả ta nhu cả đằng cồn mनु dương ba mình chắc đằng cồn nè là tây tê cứ ở chầm rong chầm ràn tê anh nè trong chầm rong chầm ràn nè trong lút loa hệ năng lút loa chùm rong chùm ran tờ ban say năng ca đăng côn năng ai nè đăng côn năng ai là bây giờ đăng côn tới cứ dương thưa oi mà nốt để đăng côn rồi mel côn cứ để chặt thưa oi mà dê này để côn ở kia prang riêng prang sốt prang kẹp chỉnh chợ vô nói chùm nè đăng đời xa đăng côn này đăng côn lộc ở bọc nè mà đai đăng côn lộc cru nè cru mình chăng ai bỏ đăng con vĩnh và mày tấu ăn vô tha lộ bọc nè mà đai ná quạt không to su đầm bay ban thuần thiên chỉnh châm bay bạch Teresa dương từng ác niên đang hay trong cùng non bao bọc nè mà đai đầm bay ở côn ác niên nó prang prang riêng sốt nè prang prang riêng sốt ban chấm nè đăng nè là bây côn ác niên vô chấm nách nó cứ tha prang riêng nè
đầm bay ấy đầm bay cầm áo lô bọc nệm tay rồi bao dương mày tới khó ấy khó bầm non khó chất là ngày đạp toàn đấy là đi con xua trong oi lô bọc nệm tay sẽ bài chất đấy bài trong thừa mấy prang riêng prang thua chia manu lọ thua chia sao lọ nè dừng dậy bà nó thua chia côn lọ thua chia sao lọ thua chia manu lọ pan te thua mạch nè thua mạch nó sủng khăn đó nè thua chia côn lọ cho mày từ thua chia sao lọ cho mày từ lâu thì tiết trăm để con xua bình để con xua bình thường mạch bây giờ chia sao lọ nè chia côn lọ nè con ở đây từ vô lại cho bà thà dương cặp bay thôi chỉមនុស្សដែលដឹងគុណមានធัวកតញ្ញូក្នុងចិត្តណាជាពិសេសជាមួយនឹងលោកឪពុកអ្នកម្ដាយរបស់យើងលោកឪពុកអ្នកម្ដាយគឺជាព្រះរស់ណាអស់គ្នាណាជាព្រះរស់ណាដែលយើងទៅវត្តទៅអីយើងថ្វាយគុំព្រះអីព្រះពុទ្ធក្តីព្រះយេស៊ូវក្តីព្រះណាព្រះណីក្តីព្រះអង្គប្រេណពៀនអីទៅហើយប៉ុន្តែព្រះដែលនៅជួយសង្គ្រោះយើងរាល់ថ្ងៃនរណាគេអស់គ្នានរណាគេគឺលោកឪពុកអ្នកម្ដាយហ្នឹងហើយចឹងបាននៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធប្រសិទ្ធនាមឲ្យឈ្មោះណាដល់លោកឪពុកអ្នកម្ដាយមានឈ្មោះ4នោះទី1លោកឪពុកអ្នកម្ដាយនោះគឺជាទេវតាជាទេវតាអស់គ្នាទេវតាមិនទៅទេវតាឋានទេវតាអីយើងពេលខ្លះពឹងពោទេវតាអូសូមឲ្យអីគេបានសុខបានចម្រើនប្រឡងជាប់អីចឹងទៅបួងសួងបន់ស្រន់អីទេវតាប៉ុន្តែទេវតាមែនទេគឺពពៈទេវីបានន័យថាលោកឪពុកអ្នកម្ដាយទេវតាជាទេវតាដែលថែរក្សាមើលយើងណាមើលយើងគ្រប់ពេលគ្រប់វេលាបារម្ភភ័យព្រួយទំនុកបំរុងសពគ្រប់បែបការបាយទឹកនប់ចំណីអ្វីគឺគាត់ហ្នឹងហើយជាទេវតាមែនទេណាមានទេវតាណាណីគឺថាព្រះរបស់យើងទី1ជាទេវតាឪពុកម្ដាយរបស់យើងទី2ជាព្រះព្រំណាមេត្តាបិតារបស់យើងជាព្រះព្រំអូនកូនអស់គ្នាព្រំមានមុខប៉ុន្មានណាស្រាប់ឃើញព្រំមានមុខ4ដែលឃើញព្រំមែនទេណាប៉ុន្តែរូបគំនូអីណាហ្នឹងហើយគឺសំដៅទៅលើព្រំវិហារធម៌4មានអីខ្លះមានមេត្តាមានករណាមានមុទិតាមានឧបេក្ខាហ្នឹងហើយអញ្ចឹងមេត្តាបិតារបស់យើងណាដែលអញ្ចឹងបីបាច់ថែរក្សាយើងរហូតមកដល់ពេលហ្នឹងគឺដោយសារគាត់មានព្រំវិហារធម៌4ហ្នឹងហើយណាមានធម៌4ហ្នឹងឯងដែលជាធម៌របស់ព្រំណាព្រមវិហារធម៌ហ្នឹងគឺមេត្តាករណាហួតាបេខាហ្នឹងគ្រប10មកលើយើងអស់គ្នាហ្នឹងហើយណាទី2ហើយទី3ណាមេត្តាបិតាហ្នឹងគេហៅថាជាណាពពាចាបានន័យថាជាគ្រូណាជាគ្រូដំបងណាគ្រូនៅសាលានៅអីហ្នឹងគ្រូរៀនក្រោយមកទៀតទេប៉ុន្តែពុកម្ដាយយើងនៅផ្ទះសម្បែងគឺជាគ្រូដែលបង្ហាត់បង្រៀនយើងឲ្យចេះណាចេះក្រោកចេះភ្ញាក់ចេះដេកចេះនិយាយចេះអីសពគ្រប់បែបយ៉ាងគឺអាស្រ័យនឹងលោកឪពុកអ្នកម្ដាយបង្រៀននឹងឯងអញ្ចឹងមេត្តាបិតាគឺជាគ្រូដំបូងណាគេហៅថាជាពពាចាហើយចុងក្រោយឈ្មោះរបស់ពុកម្ដាយយើងទី4គឺពុកម៉ែយើងហ្នឹងគឺជាព្រះអរហន្តណាព្រះអរហន្តរបស់កូនប្រុសស្រីបានន័យថាកូនប្រុសស្រីត្រូវគោរពត្រូវបូជាណាកាលណាតែកូនប្រុសស្រីគោរពបូជាបានបុណ្យណាបានបុណ្យកុសលក្រៃលែងណាអ្នកដឹងគុណមេត្តាបិតាហ្នឹងអញ្ចឹងនេះជាសេចក្តីល្អគុណធម៌ណាដែលយើងអស់គ្នានេះនៅក្មេងវ័យត្រូវបណ្ដោះទឹកចិត្តការដឹងគុណលោកឪពុកអ្នកម្ដាយហើយយើងបានយល់អំពីទុក្ខលំបាករបស់លោកឪពុកអ្នកម្ដាយប្រឹងប្រែងសពគ្រប់បែបប្រការដែលគុណសួងអស់គ្នាហ្នឹងសម្លៀកបំពាក់អីហ្នឹងបានមកពីណាមកអស់គ្នាយើងទៅរកខ្លួនឯងឬលោកឪពុកអ្នកម្ដាយទិញឲ្យណាឪពុកម្ដាយទិញឲ្យបាយទឹកនំចំណីដួលទៀនពិសារាល់ថ្ងៃនៅផ្ទះសម្បែងធ្វើខ្លួនឯងឬលោកឪពុកអ្នកម្ដាយធ្វើឲ្យហ្នឹងហើយលោកឪពុកអ្នកម្ដាយចាស់សេចក្តីល្អគ្រប់បែបប្រការទាំងអស់ហ្នឹងគឺជាគុណបំណាច់ដ៏ធំធេងណារបស់លោកឪពុកអ្នកម្ដាយយើងអញ្ចឹងដើម្បីជាការដឹងគុណណាដឹងគុណធ្វើម៉េចកូនអស់គ្នានៅវ័យនេះយើងមិនទាន់មានលទ្ធភាពអីណាមិនទាន់មានលទ្ធភាពអីទៅទិញអ្វីទំនុកម្រងទិញវិឡាទិញឡានអីទេប៉ុន្តែត្រឹមតែជាកូនល្អម៉េចកូនដែលចេះស្ដាប់អីកូនអស់គ្នាចេះស្ដាប់ការទូលមានអប់រំស្ដាប់បង្កប់លោកឪពុកអ្នកម្ដាយហ្នឹងហើយត្រឹមតែប៉ុណ្្នឹងគាត់សប្បាយចិត្តណាស់អីហើយណាត្រឹមតែកូនអស់គ្នានេះមកចេះមកស្ដាប់ប្រសង់អីអញ្ចឹងទៅ
គ្រាន់តែចេះលើកដៃជំរាបសួរចាស់ទុំចាស់ព្រឹទ្ធាចារ្យមានសុជីវធម៌ជាមួយនឹងលោកគ្រូអ្នកគ្រូស្រឡាញ់រាប់អានមិត្តភ័ក្តិมันមានបញ្ហាចំនួនទាស់ទែងអីគ្នាទេឪពុកម្ដាយសប្បាយចិត្តទេណាសប្បាយចិត្តទេសប្បាយចិត្តនឹងត្រឹមតែគាត់សប្បាយចិត្តប៉ុណ្ណឹងយើងជាកូនកតញ្ញូដឹងគុណហើយផ្ទុយមកវិញណាផ្ទុយមកវិញបើសិនណាកូនអស់គ្នានៅពេញវ័យអីប៉ុណ្ណឹងហ៎ដើរលេងហើយកូនខ្លះទៅសែបគប់ជាមួយនឹងបាបប្រមិតទៅញៀនថ្នាំញៀនអីជក់កឆាជក់អាវ៉ែបមិនជក់វ៉ែបទេវ៉ែបក៏ស្អីគេវ៉ែបចឹងជក់អីគេហៅអីវ៉ែបចឹងហ៎គ្រូមានណាអាបល័យអេឡិចត្រូនិកហ្នឹងហើយចឹងបើសិនណាបើយើងផុងខ្លួនណាទៅជក់អីអីថ្នាំញៀនអីបរិយអីមានជក់បរិយជក់អីខ្លះទេកូនអស់នេះមានទេក៏មកអត់ល្អទេហ្នឹងហើយសែបគប់បាបប្រមិតអីនាំយើងដើរលេងសប្បាយហឺហាជួបជុំមិត្តភ័ក្តិអីណានៃហ្នឹងហើយគិតរឿងរហូតដល់ទួលទានគ្រឿងសង្វឹងអបាយមុខអីហ្នឹងអូមិនទៅឪពុកម្ដាយយើងសប្បាយចិត្តទេអត់ទេអត់មានទៅសប្បាយចិត្តទេមានកាត់ຕົកឈឺផ្សាភ័យបារម្ភភ័យព្រួយហើយមានថ្នាំញៀនថ្នាំអីទៀតនៅស្រុកយើងណាអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងមែនទែនដើម្បីអីដើម្បីជាការដឹងគុណដល់លោកឪពុកអ្នកម្ដាយឲ្យគាត់សប្បាយចិត្តកុំឲ្យគាត់បារម្ភភ័យព្រួយមកលើយើងដែលជាកូនប្រុសស្រីណាអញ្ចឹងគឺថាយើងឈ្មោះថាជាកូនកតញ្ញូដឹងគុណលោកឪពុកអ្នកម្ដាយដឹងគុណលោកគ្រូអ្នកគ្រូរហូតដល់ដឹងគុណប្រទេសជាតិសាសនាណាដឹងគុណប្រទេសជាតិសាសនាត្រង់ដែលថាយើងជាមនុស្សដែលមានសមត្ថភាពយើងជាប្រជាប្រដ្ឋល្អយើងជាកូនល្អបានន័យថាវាជាតម្លៃរួមរបស់ជាតិសាសន៍យើងជាការដឹងគុណជាតិសាសន៍យើងហើយបើសិនណាបើយើងជាយុវជនអីទាំងអស់គ្នានេះអត់ជាយុវជនដែលមានសមត្ថភាពណាអត់ប្រឹងប្រែងសិក្សារៀនសូត្រទេអត់ទៅជាធនធានល្អសម្រាប់ស្រុកទេសរបស់យើងទេអាហ្នឹងបានន័យថាយើងអត់ដឹងគុណជាតិយើងសាសនាយើងហើយវាអត់ស័ក្តិសមទៅនឹងគឺថាយើងនោះវាជាខ្មែរឲ្យពិតប្រាកដណាកូនអស់គ្នាព្រោះយើងមើលប្រវត្តិសាស្ត្រយើងហើយសក្ខីភាពច្បាស់លាស់បព្វបរោះដូនតាយើងមិនសល់ទឹកដីហើយអ្វីជាបេតិកភណ្ឌជាតិអន្តរជាតិណាយើងមើលប្រាង្គប្រាសាទសាលាគ្រប់ទីកន្លែងទាំងអស់ហ្នឹងអត់មាននរណាសាងបានក្រៅពីជាតិសាសន៍យើងទេណាទៅអាមេរិកក៏អត់មានអង្គរវត្តនៅអាមេរិកទេទៅបារាំងក៏អត់មានអង្គរវត្តនៅបារាំងទេណាទៅណាអេស៊ីបគេមានអីគេមានអីគេមានអីមានពីរ៉ាមីតណាមានពីរ៉ាមីតរបស់គេអញ្ចឹងទៅហើយនៅឯណានៅអ៊ីតាលីមានអីអ៊ីតាលីមានអីក្រុងរ៉ូមមានអីគេនោះណាប្រាសាទនៅក្រុងរ៉ូមអីគេមានរបស់គេអញ្ចឹងទៅអត់មានប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទអីទេណាអញ្ចឹងយើងមានតែមួយលើលោកយើងមានតែមួយលើលោកឲ្យជាប់ចំណាត់ថ្នាក់រៀងរាល់ឆ្នាំលេខ1នេះជាមោទនភាពជាតិយើងអញ្ចឹងយើងមិនមែនមោទនភាពតែអ្វីដែលដូនតាបន្សល់ទុកមកឲ្យទេយើងអស់គ្នានេះជាទាយាទណាយើងអស់គ្នានេះជាទាយាទដែលត្រូវស្នងវង្សត្រកូលរបស់យើងស្នងយ៉ាងម៉េចស្នងដោយការខំប្រឹងប្រែងបណ្ដុះនៅសមត្ថភាពរបស់យើងឲ្យបានលេចធ្លោឡើងណាជាធនធានដ៏ល្អសម្រាប់សង្គមជាតិឈ្មោះថាជាការដឹងគុណដល់ជាតិនិងសាសនារបស់យើងអនុមោទនាចឹងដែលគុណចែករំលែក3ចំណុចហ្នឹងណា3ចំណុចហ្នឹងដែលជាគុណភាពនៃជីវិតរបស់យើងហើយសួងអស់គ្នាមើល3ចំណុចហ្នឹងស្អីខ្លះទី1សាច់ចៈទី2ទី3ប៉ុណ្ណឹងបានណាសច្ចៈខន្តីកតញ្ញូណាធម៌3នេះសំខាន់សម្រាប់ធ្វើឲ្យជីវិតរបស់យើងបានល្អមានគុណភាពសេរីសួស្តីសុខចម្រើននឹងបានទៅជាធនធានដ៏ល្អសម្រាប់ជាតិនិងសាសនារបស់យើងអនុមោទនា